បណ្ដាញសារព័ត៌មាន BBC ប្រចាំនៅប្រទេសសៀមបងប្អូនចាប់ផ្ដើមចេញមកអាក្រាតបកស្បែកមុខសារព័ត៌មានរបស់ប្រទេសសៀមពិសេសគឺថាពិធីការនីពិធីករហ្នឹងគឺថាចូលចិត្តអានព័ត៌មានបន្ថែមល្បោយហើយនឹងបង្កើតការញុះញង់ស្អប់ខ្ពើមជាតិសាសន៍ហើយជាពិសេសគឺថាដុតកម្ដៅបច្ឆេះឲ្យមានចំនួនរវាងព្រំដែនខ្មែរសៀមនឹងគឺថាកាន់តែខ្លាំងឡើងចាអញ្ចឹងទៅគេក៏បានធ្វើការស្រាវជ្រាវហើយនឹងលើកយកអាចចំណុចដែលពិធីការនីតែងតែនិយាយយកមកបំភ្លៃការពិតហ្នឹងគឺគេយកមកតាំងពីនិយាយទៅខាង BBC គេនិយាយឡើងច្បាស់ថ្ងៃនេះពិធីករនៅប៉ុស្តិ៍នេះនិយាយអីគេថ្ងៃនេះនិយាយទៅរៀបរាប់ច្រើនមែនទែនហើយព័ត៌មានហ្នឹងគឺថា BBC គេទៅសេរៀងលម្អិតបើខ្ញុំមើលទៅប្រហែលជាខ្ទង់6 page បើសិនជាបងប្អូនចង់ដឹងខ្ញុំនឹង copy link និងបកជាភាសាខ្មែរឲ្យហើយចូលអានគ្រាន់តែថាវាចំណាយពេលច្រើនមែនទែនដោយសារវាវែងហើយខ្ញុំក៏រៀបរាប់អត់អស់ដែរអញ្ចឹងខ្ញុំកាត់ត្រួសចឹងអ្វីដែល BBC គេនិយាយតាក់ទងនឹងសារព័ត៌មានរបស់សៀមរាល់ថ្ងៃហ្នឹងគេពិបាកក្នុងការស្វែងយល់ថាតើមួយណាពិតនិងមិនពិតចាហើយ BBC ក៏បានអញ្ជើញអ្នកដែលគាត់មានជំនាញធ្វើការងារសង្គមតាមអង្គការនិងសាស្ត្រាចារ្យតាក់ទងនឹងការអ្នកសារព័ត៌មានរបស់សៀមបច្ចុប្បន្នហ្នឹងគឺថាចូលចិត្តអានព័ត៌មានបន្ថែមល្បោយចាអញ្ចឹងទៅពួកគាត់គឺថាគាត់ក៏ពិបាកក្នុងការស្វែងយល់ដែរមិនដឹងថាព័ត៌មានមួយណាពិតឬក៏មិនពិតហើយអ្វីដែលកាន់តែពិសេសហ្នឹងគឺថាមានការញុះញង់រើសអើងស្អប់ខ្ពើមហ្នឹងគឺថាខ្លាំងយកតែមែនតែនអញ្ចឹងខាងប្រទេសសៀមកំពុងតែប្រឈមមុខតាក់ទងនឹងអាសាព័ត៌មានអាណាធិបតេយ្យនឹងដែរបងប្អូនចាហើយអ្នកសាស្ត្រាចារ្យគេក៏បានចេញមកនិយាយដែរគេហៅថាហ្នឹងវាមិនមែនជារឿងថ្មីទេគឺប្រទេសសៀមគឺគេចូលចិត្តព័ត៌មានបែបហ្នឹងគេហៅប្រជាជនសៀមហ្នឹងហើយគេចូលចិត្តថាស្ដាប់ព័ត៌មានដែលពិធីការនីគេតែងតែគេហៅថាធ្វើការបញ្យលគេអត់អានទៅត្រង់ទេអញ្ចឹងប្រជាជនសៀមគេចូលចិត្តស្ដាប់បើការបញ្យលរបស់អ្នកសារព័ត៌មានទៅវាងាយយល់វាឆាប់អីអញ្ចឹងប៉ុន្តែគេអត់បានដឹងថាតើអាសារព័ត៌មានទាំងអស់ហ្នឹងវានិយាយពិតឬក៏មិនពិតគឺគេអត់បានស្វែងយល់ទេហើយមួយទៀតគឺពិធីការនីទាំងអស់ហ្នឹងគឺថាចូលចិត្តយកអាកំណត់ផ្ទាល់ខ្លួនហ្នឹងយកមកនិយាយជាងសារព័ត៌មានដែលគេហៅថាដូចថាពិត10%និយាយមក10អត់ទេគឺថាវាបន្ថែមឡើងទៅដល់50%អីអញ្ចឹងទៅចាអញ្ចឹងគឺកន្លែងហ្នឹងពិបាកបើសិនជាអ្នកហ្នឹងអត់សូវស្វែងយល់ព័ត៌មានច្បាស់ទេគឺជឿទៅលើអ្នកសារព័ត៌មានហ្នឹងទាំងអស់តែម្ដងចាហើយអញ្ចឹងទៅក៏ PC គេក៏បានលើកករណីការដែលប៉ុស្តិ៍ពាក់មួយសៃសុំឆៃរាយុទ្ធដែលពាក់ព័ន្ធនឹងការអានព័ត៌មានសម្ដែងរបស់កម្ពុជាយើងដែលវាធ្វើសម្រាប់តាមហើយចឹងពេលហ្នឹងគឺចេញមកសុំទោសម្ដងហើយចាហើយឥឡូវនេះគេក៏បានលើកយកករណី Amarin TV ហ្នឹងពាក់ព័ន្ធនឹងការដែលនិយាយពីញុះញង់ឲ្យមានការស្អប់ខ្ពើមហើយរើសអើងជាមួយនឹងលោកស្រីអង្គណានិងលោកសុនណៃផាស៊ុតដែលគាត់ជាសកម្មជនពាក់ព័ន្ធនឹងការសកម្មជនសិទ្ធិមនុស្សចាអញ្ចឹងទៅគឺថាខាង BBC គេយកមកវិភាគទៅលើរឿងអស់ហ្នឹងអញ្ចឹងទៅប្រហែលជាសារព័ត៌មានសៀមចាប់ផ្ដើមគេត្រួតពិនិត្យឬមួយក៏គេត្រូវតែធ្វើការជាមួយសារព័ត៌មានហ្នឹងឲ្យច្បាស់បងប្អូនហើយឥឡូវនេះគឺឲ្យខាង Amrin TV ចេញមកសុំទោសលោកស្រីអង្គណានិងលោកសំឆៃផាស៊ុតដែលវាគេហៅថាលក្ខណៈបន្ថែមល្បោយធ្វើឲ្យមានការញុះញង់អញ្ចឹងគេក៏ចេញមកសុំទោសហើយនឹងលោកនំកាន់ឆៃមួយទៀតតាក់ទងនឹងហៅចំផលាំងហើយនឹងអ្នកដែលគាត់រងគ្រោះនៅ 7-Eleven ហ្នឹងឡើងមកសភាហើយក៏ដាក់បន្ទុកទៅលើលោកស្រីអង្គណាហើយនឹងលោកសុំឆៃផាស៊ុនឹងថែមទៀតឥឡូវហ្នឹងគេក៏ចេញមកសុំទោសចាអញ្ចឹងតាក់ទងនឹងសារព័ត៌មានសៀមគឺចាប់ផ្ដើមគេហៅថាឃើញអាចចំណុចថោកទាបរបស់វានឹងបដាឲ្យបងប្អូនចាហើយបើបងប្អូនចង់ដឹងព័ត៌មានលម្អិតតាក់ទងនឹង BBC ចុះផ្សាយខ្ញុំនឹង copy ហើយក៏ថាត្រូវការពេលវេលាអានតិចដោយថាច្រើនមែនទែនប្រហែលជាចូល6 page ទៅ7 page បងប្អូនចា